ឆ្លៀតក្នុងឱកាសនេះផងដែរខ្ញុំក៏សូមអរគុណនឹងកោតសរសើរសារជាថ្មីចំពោះការត្រៀមលក្ខណៈរបស់សាលារាជធានីភ្នំពេញសម្រាប់ជួយដឹកជញ្ជូនប្រជាពលរដ្ឋរបស់យើងត្រៀម600គ្រឿងបាទ597គ្រឿងបាទខ្វះ3ចូល600គ្រឿងដើម្បីដឹកជញ្ជូនប្រជាពលរដ្ឋយើងទៅតាមផ្ទះនៅតាមរាជធានីខេត្តបន្តទៀតនេះសូមអរគុណដែរបាទប្រជាពលរដ្ឋសំបានច្រើនថ្ងៃមុនខ្ញុំចុះទៅមើលនៅកន្លែងនេះកន្លែងទីលានប្រជាធិបតេយ្យដែលរៀបចំស្ថានភាពទឹកខ្ញុំសួរមកគ្រួសារគាត់ទៅប្រទេសមានជ័យខ្ញុំថាម្នាក់ប្រមាណគាត់ថាទៅ100000មក100000អញ្ចឹងម្នាក់200,000ហើយគាត់មាន5នាក់អញ្ចឹងទាំងប្រពន្ធទាំងកូនមានទាំងយាយទៅទៀតអញ្ចឹងគាត់សន្សំបានមួយជើងសំបាន40,000អញ្ចឹងទៅមកគាត់សន្សំបាន$200$200នេះគាត់ទុកយកទៅចាយនៅបននៅទៀននៅផ្ទះឬមួយក៏ធ្វើអីផ្សេងហើយខ្ញុំឲ្យឯកឧត្តមខួងស្រីបោកយើងដឹកលមុនដោយពេលណាពេលភ្ជុំពេលភ្ជុំបិណ្ឌគ្រាន់តែទិន្នន័យប្រជាជនដែលគាត់សន្សំលុយអ្នកដែលជិះឡានហ្នឹងបើគិតជាលុយដែលគាត់សន្សំជាង$1,400,000បានន័យថាយើងទុក$1,400,000នេះនៅក្នុងកប៉ៅរបស់ប្រជាពលរដ្ឋអ្នកភ្នំពេញរបស់យើងពេលទៅលេងស្រុកនេះហើយជាការជួយខ្ញុំសូមអរគុណណាស់បាទរដ្ឋសុខចិត្តចេញថវិកាចំនួនដើម្បីថ្លៃរថយន្តដឹកហ្វ្រីហើយអរគុណក្រុមហ៊ុនមួយចំនួនដោយក្រុមហ៊ុនវឌ្ឍនៈក្រុមហ៊ុនជិបមុខនេះគាត់ផ្ដល់ទឹកសុទ្ធផ្ដល់ភេសជ្ជៈបើជូនទៅដល់បងប្អូនទៀតបាទខ្ញុំសូមអរគុណណាស់នេះហើយគឺស្មារតីចូលរួមចំណែកជួយយកចិត្តទុកដាក់ដល់ប្រជាពលរដ្ឋតិចច្រើនយើងជួយតែនេះចឹងអរគុណរៀបចំបាទហើយអរគុណណាស់ដល់អ្នកបើកបរទាំងអស់ដែលបើកបរដោយគេថាការទទួលខុសត្រូវកុំប្រញាប់បាទកុំប្រញាប់បើកដោយសុវត្ថិភាពបាទកុំប្រញាប់បច្ចេកគ្នាទៅដែរគឺសុវត្ថិភាពបងប្អូនដោយបាន